សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងប្រាប់ពីរបៀបលេងដ្រូនខ្នាតប្រភេទយើងរៀនលេងប្រភេទ E88 Plus អញ្ចឹងប្រភេទនេះគឺជាប្រភេទ motor ដៃបងប្អូនអាចសេរីកាមេរ៉ាឡើងចុះតាមដៃទៅលើយើងបានអញ្ចឹងប្រភេទនេះបើយើងនិយាយពីការរៀនលេងល្អសម្រាប់ការយើងរៀនលេងដៃថ្មីដំបូងណាតោះតាំងឥឡូវយើងប្រាប់ពីរបៀបលេងជូនបងប្អូនអញ្ចឹងយើងបើកប្រអប់មកយើងទួបានដ្រូនមួយថ្មមួយអញ្ចឹងយើងអាចសេរីកាមេរ៉ាឡើងចុះបានប្រភេទនេះជាចឹងជាប្រភេទ motor Pro Slash គេហៅ motor ដែកណាបងប្អូនណាចឹងសម្រាប់ការបងប្អូនយកទៅរៀនលេងចឹងខ្ញុំណែនាំជូនបងការពីរបៀបប្រើប្រាស់និងរបៀបលេងវានិង connect កាមេរ៉ាចឹងថ្មវាជាប្រភេទថ្ម 3.7 វ៉ុល 1800ចឹងបងប្អូនមុននឹងលេងបងប្អូនយកសាកថ្មសិនមុននឹងយើងយកលេងណាភាសានេះពីក្រុមហ៊ុនមកគឺវាសាកថ្មយើងបានតិចតួចមែនតើដោយសារការដឹកជញ្ជូនវាប្រយ័ត្នពេលយូរចឹងអត់ឲ្យហ៊ានសាកថ្មច្រើនទេឡើយវាបញ្ហាថ្មបងប្អូនណាចឹងសម្រាប់ដ្រូនមួយនេះយើងសាកថ្មសិនមុននឹងលេងអញ្ចឹងខ្ញុំដោតថ្មទុកនេះសិនហើយខ្ញុំប្រាប់ពីបេតុងរៀនលេងជូនបងប្អូនអញ្ចឹងប្រភេទតេឡេរបស់វានេះគឺយើងដាក់ប្រើថ្ម555ប្រភេទថ្ម3គ្រាប់ណាអញ្ចឹងបងប្អូនដាក់មកហើយវាជាប់មកបងប្អូនប្រកាសថាគឺអានេះឡើងទៅលើបងប្អូនណាកុំឲ្យច្រឡំឥឡូវនេះគឺយើងធៀបជាមួយទូរស័ព្ទយើងបាទបេតុងនេះគឺជាបេតុង start បិទបើកណាហើយអានេះ CD នេះគឺជាបេតុងអាឡាតឥឡូវនេះគឺយើងមិនបាច់ប្រើទេបងប្អូនណានឹងយើងមិនបាច់ប្រើទេបើចាំបាច់ហើយអានេះគឺឡើងចុះក្រោមអូតូ1ម៉ែត្រចុះ1ម៉ែត្រឡើងហើយនេះបេតុង speed បងប្អូនដាក់ speed នេះល្បឿនទី1ទី2ទី3បងប្អូនឡើងល្បឿនទី 1.1 ទី2ដងល្បឿនទី2ទី3ដងល្បឿនទី3អានេះកាមេរ៉ាយើងឡើងចុះបងប្អូនណាកាមេរ៉ាឡើងនេះសេរីឡើងចុះបានហើយបងប្អូនចុចអានេះរូបថតនេះវីដេអូចឹងបេតុងនេះបងប្អូនមើលនៅក្នុងនេះ accessory វាគឺវាមានស្លាប់មានទូលវិសមានដោយសារឲ្យយើងបញ្ចប់អញ្ចឹងបងប្អូនយក joystick key នេះមកមួយចូលនេះយើងស្រួលស្រែលបេតុងយើង control ជាមួយ tele យើងបានស្រួលណាអញ្ចឹងdrone យើងពេលមុនយើងលេងយើងសាកថ្មពេញទៅអញ្ចឹងបេតុង key 2នេះអានេះឡើងលើចុះក្រោមបានន័យថាបងប្អូនឡើងលើចុះក្រោមអញ្ចឹងបងប្អូនណាពេលដែលបងប្អូនរុញវាឡើងគឺdroneឡើងលើបងប្អូនរុញចុះក្រោមបងត្រូវនឹងចុះក្រោមងាកមកឆ្វេងចេះបានន័យថាក្បាលត្រូវងាកមកឆ្វេងងាកមកស្ដាំចេះបានន័យថាក្បាលត្រូវងាកមកស្ដាំអញ្ចឹងបានន័យថាយើងពវល់ស្ដាំឆ្វេងបងប្អូនណាក្បាលឆ្វេងក្បាលស្ដាំហើយអានេះបងប្អូនរុញឡើងលើត្រូវនឹងទៅមុខយើងនិយាយស្រួលស្ដាប់ថារុញទៅមុខវាទៅមុខរុញមកក្រោយគឺត្រូវមកក្រោយបងប្អូនរុញមកឆ្វេងវាងាកទាំងdrone ទាំងតួទាំងអស់គឺមកឆ្វេងចេះបងប្អូនណាបងប្អូនរុញមកស្ដាំចេះងាកមកស្ដាំចេះវិញdroneនោះគឺមកស្ដាំចេះអញ្ចឹងបានន័យថាបេតុងពីរនេះបើបងប្អូនងាកអាខាងឆ្វេងនេះវាវល់ក្បាលបងប្អូនបើនេះវិញបងប្អូនងាកមកឆ្វេងវាអត់វល់ក្បាលទេវាងាកទាំងខ្លួនវាបងប្អូនណាអញ្ចឹងបានអានេះបជាទុកបជាបងប្អូនដែលយើងនិយាយស្រួលស្ដាប់នេះបត់ក្បាលបាទបត់ក្បាលជិះមកក្បាលស្ដាំងាកឆ្វេងងាកស្ដាំបាទងាកឆ្វេងងាកស្ដាំចេះបងប្អូនណាឆ្នាំអញ្ចឹងវាមានតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់ connect ជាមួយកាមេរ៉ាបងប្អូនបើក drone មកបាទគឺបើក drone មកឲ្យបងប្អូនបើក tele អញ្ចឹងសូមបងប្អូនបើកនេះដើម្បីយើងចំណាំថាយើងកាន់ឲ្យវាត្រឹមត្រូវបងប្អូនណាជួនកាលបងប្អូនបិទចេះលេងជួនកាលយើងកាន់ជ្រះចេះណាបងប្អូនណាអញ្ចឹងយើងបើកចេះមកបាទយើងបើកចេះមកចំណាំទៅទោះអត់ connect កាមេរ៉ាក៏យើងបើកនេះចំណាំខ្លួនយើងទៅណាហើយយើងបើក connect ឲ្យអស់បងប្អូនមុននឹងលេងបងប្អូនstart ជាមួយ tele មួយ tele drone ហ្នឹងជាមួយ drone វាស្គាល់គ្នាសិនបងប្អូនរុញឡើងលើ1 2បាទអញ្ចឹងវាលេងលោតភ្លើងបងប្អូនឃើញទេអញ្ចឹងសម្រាប់ drone ហើយដល់ពេលទៅវា connect គោគ្នាអស់បងប្អូនតរុញមួយមកគឺវាវល់ស្លាប់ណាបងប្អូនអញ្ចឹងយើង connect រួចរាល់ហើយអស់បងប្អូនរុញមួយវល់ស្លាប់ចេះបាទរុញ2ហោះបងប្អូនណាចំណាំណាបើឲ្យវាលេងលោតភ្លើងបងប្អូនណាលេងលោតភ្លើងអញ្ចឹងមួយទៀតចំណុចមួយទៀតខ្ញុំចង់ប្រាប់បងប្អូនថាបងប្អូន restart ចេះមួយបងប្អូនណានេះយើង restart ចឹងមកដើម្បីឲ្យវាស្គាល់ជាមួយ tele យើងល្អយើងរុញ joystick នេះបញ្ឆិតចូលក្នុងចឹងបងប្អូនណាបងប្អូនឃើញទេអញ្ចឹងវាលេង2ទី3 4ដងទៅបងប្អូនឲ្យវាស៊ីជាមួយ tele យើងល្អនេះយើងរុញចេះមកបងប្អូនឃើញទេអញ្ចឹងយើង restart បងប្អូនណាយើង restart tele មួយ drone ឲ្យវាស្គាល់គ្នាឲ្យវាស្និទ្ធស្នាលជាងមុនបានល្អពេលយើងបើកលេងគឺយើងធ្វើអញ្ចឹងរហូតបងប្អូនណាបាទជាអញ្ចឹងសម្រាប់ភ្ជាប់ជាមួយកាមេរ៉ាបងប្អូន
សភៅណែនាំយើងនេះវាមាន iOS Android និង Google Play បងប្អូនប្រើទូរស័ព្ទមួយណាបងប្អូន download មកមួយហ្នឹងមកបងប្អូន scan iPhone នេះ Android នេះ Google Play តែបើសិនជាបងប្អូនអត់ស្គាល់កន្លែង scan បើ scan ទៅវា load នេះ load នោះបងប្អូនចូលកន្លែង App Store បងប្អូនវាយពាក្យ Wi-Fi UAV បងប្អូននេះ Wi-Fi UAV អញ្ចឹងយើងវាយចូលក្នុង App ឬ Play Store យើងវាយមកណាអញ្ចឹងយើងវាយចេញជា App ហ្នឹងមកមុននឹងយើង connect ជាមួយកាមេរ៉ាវាបងប្អូនបើក drone បើក tele បន្ទាប់មកយើងចូលតម្លៃ Wi-Fi យើងបាទ drone មាន Wi-Fi យើងបងប្អូនណាមុននឹងយើងចង់មើលកាមេរ៉ាវាយើង connect Wi-Fi ជាប់សិនជាមួយ app វាសិនអញ្ចឹងបងប្អូនចុចបញ្ជាមកអញ្ចឹងវាដាក់ flow 27 3នេះបងប្អូនណាអញ្ចឹងបងប្អូនចំណាំតែក្បាលក៏បានដែរណាចំណាំបន្ទុយក៏បានដែរអញ្ចឹងចំណាំ flow ហ្នឹងមកបើគឺ Wi-Fi របស់ drone គឺ load មកឲ្យបងប្អូនកុំឲ្យមាន Wi-Fi ផ្ទះបងប្អូនណាបើមាន Wi-Fi ផ្ទះយើងផ្ដាច់ Wi-Fi ផ្ទះចោលសិនបានយើង connect ជាមួយ Wi-Fi drone បានអញ្ចឹងបងប្អូនចុចមកនេះចុចឲ្យវាលោតសញ្ញា crease មកណាបាទចុចឲ្យវាលោតសញ្ញា crease មកមុននឹងបងប្អូនចុចលោតយកសញ្ញា crease បងប្អូនបើក Bluetooth ឬក៏បើក Wi-Fi ចោលទៅបងប្អូនយើងបើកចោលទៅបើក location ចោលទៅឲ្យវា connect ឲ្យវាជាប់កុំឲ្យយើងចេញចូលវាបាក់អញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូន connect crease ជាប់ហើយបងប្អូនចេញមកវិញបងប្អូនចូលទៅក្នុង app វាបាទចូលក្នុង app វាមកបងប្អូនយកកន្លែងថ្មីហ្នឹងគឺវា load ចឹងបងប្អូនណាថ្មីអញ្ចឹងបងប្អូនចុចអាកដាលបាទបើវា load អីយើងចុចហ្នឹងតាមវាណាហើយចុច start បាទឥឡូវវាចេញមកហើយបងប្អូនវាចេញមកហើយកាមេរ៉ាវាអញ្ចឹងនៅក្នុង option នេះបងប្អូនលេងក្នុង option នេះក៏បានដែរមិនបាច់ប្រើ tele វាក៏បានបងប្អូនប្រើតាមទូរស័ព្ទក៏បានចុចសញ្ញាយន្តហោះចេះអញ្ចឹងវាលោតបេតុងមកដូចអានេះដូចគ្នាបើបងប្អូនឃើញទេអញ្ចឹងឆ្វេងស្ដាំដូចគ្នាអញ្ចឹងបងប្អូន control app នៅក្នុងនេះក៏បានបងប្អូនចេះជ្រាវទៅនៅក្នុងនេះវាមានកាមេរ៉ា2គ្រាប់បងប្អូនកាមេរ៉ា2គ្រាប់អញ្ចឹងបងប្អូនចង់ដឹងថាកាមេរ៉ា2គ្រាប់នៅតាណានេះបងប្អូននេះបងប្អូនចុចចូលឯនេះអញ្ចឹងវាចូលកាមេរ៉ាក្រោមបងប្អូនឃើញទេនេះកាមេរ៉ាខាងក្រោមហើយបងប្អូនចុចទៅកាមេរ៉ាមុខវិញបងប្អូនចុចសញ្ញានេះណានេះបវលទៅវិញគឺកាមេរ៉ាទៅមុខវិញប្រភេទនេះមានកាមេរ៉ា2គ្រាប់បាទអញ្ចឹង app វាតែប៉ុណ្្នឹងឯងបងប្អូនណាបងចង់ control ជាមួយទូរស័ព្ទយើងក៏បានបងប្អូនចង់ control ជាមួយ tele បងវានេះក៏បានអញ្ចឹងយើងចុចចេញទៅវិញទៅយើងគ្រាន់តែមើលកាមេរ៉ាក៏បានយើង control ជាមួយនេះទៅយើងគៀបជាប់ទូរស័ព្ទអញ្ចឹងណាបាទគៀបមកយើងលេងជាមួយ tele វាទៅបើសិនបងប្អូនធុញ share កាន់ tele ទៅតាមធ្ងន់បងប្អូន control ជាមួយតាមទូរស័ព្ទអញ្ចឹងទៅនេះឡើងលើចុះព្រមដូចគ្នាបងប្អូនណាឆ្វេងស្ដាំឲ្យដូចគ្នាទាំងអស់អត់ខុសគ្នាទេបាទអរគុណច្រើន